Đó, dương từ lên cái rung tận ốc này hai cả từ lên cái rung lực này cứ dương thua đầm nã đói chứ mà tô cánh cha từ vậy bị tha đi cùng rống thọ vịt ồ tay pe trên vịt té mà thọt ban là các bác mà tô mà tích ngày trên bị một tè hai ở ban thọt tạm play ngày tè trắng bị té nhóm màu đo cái rung này cứ nhom thật chi mà tô mà máu thay mà máu mà pay này ti cho hai nhom mẹ lại chi mà tô lươn này tè hai nhom chi tại anh tiệt vậyแม่ អ្នក ទាំង អស់ គ្នា ខាន មលេង ស្រុក យូ ពេល ត្រឡប់ មក វិញ នៅ ខាង ខេត្ត កំពង់ ស្ពឺ គេ អភិវឌ្ឍ មែនទែន មាន រោង ចក្រ ច្រើន ណាស់ អញ្ចឹង អ្នក ទាំង អស់ គ្នា ពេល មក ជិះ កាត់ តាម កំពង់ ស្ពឺ គឺ អ្នក ទាំង អស់ គ្នា នឹង ឃើញ រោង ចក្រ គ្រប់ ទី កន្លែង ទាំង អស់ ឥឡូវ យើង ត្រឡប់ មក វិញ បន្ទាប់ ពី ចេញ ពី ផ្ទះ ហើយ ជិះ តាម ផ្លូវ ជាតិ លេខ 4 រហូត ដល់ ផ្លូវ បត់ ចូល គិរីរំអញ្ចឹងអានេះគឺខ្ញុំវីដេអូខ្ញុំចាប់ដើមឡើងភ្នំគិរីរំហើយអញ្ចឹងដំបូងគិតថាម៉ូតូនឹងឡើងអត់រួចដែរព្រោះម៉ូតូនឹងរៀងចាស់ទៅហើយខ្ញុំសួរនាំគេអ្នកនៅនេះទៅព្រោះថាមានមិត្តភ័ក្តិគាត់ទៅខាងគិរីរំមានប្អូនថ្លៃមិត្តភ័ក្តិអញ្ចឹងណាហើយក៏បានសួរនាំទៅគឺយើងអាចជិះម៉ូតូនឹងឡើងបានតែអ្នកទាំងអស់គ្នាបញ្ហាចម្បងចាំមើលវីដេអូទី2ខ្ញុំនឹងបញ្ចេញមកគឺនៅអា2400ម៉ែត្រឃើញគេដាក់គឺចន្លោះពេលហ្នឹងគឺផ្លូវឡើងខ្លាំងជាងម៉ូតូខ្ញុំជិះទៅឡើងរ៉ែគឺវេទនាណាហើយពេលឡើងមកបានមកស្ទុះនេះគឺយើងបានមកដល់កន្លែងយាយម៉ៅគឺយើងបានដុតធូបកន្លែងយាយម៉ៅហើយនឹងបានទិញនំតិចតួចដើម្បីយកទៅញ៉ាំនៅខាងលើហើយឈីបានបន្តិចមិត្តភក្តិខ្ញុំចូលទិញកាហ្វេហើយពួកខ្ញុំនេះក៏មកមើលកន្លែងគេលក់នេះមានផ្សិតចេះផ្សិតថ្នាំគេហ្នឹងគឺអ្នកទាំងអស់គ្នាតំណងមែនតែនចង់និយាយថាមានគ្រប់មុខហ្មងហើយមានខ្ញុំអត់ស្គាល់ទេខ្ញុំនិយាយចាំមកហើយខ្ញុំអត់ដឹងថាហ្នឹងគឺជាឈើថ្នាំប្រភេទអីគេខ្លះទេតែធ្លាប់ឃើញពីតូចមកតែបើអ្នកណាឬក៏អំពុកមីណាគាត់ស្គាល់ថ្នាំហើយគាត់ចង់បានអាចមកខាងការីរំរត់ទិញមួយពួកគាត់នេះបានគាត់មានលក់អញ្ចឹងណាហើយបន្ទាប់ពីយើងបានទិញកាហ្វេរួចរាល់ហើយគឺយើងធ្វើដំណើរឡើងទៅបន្តទៀតបន្ទាប់ពីយើងបានទិញកាហ្វេរួចរាល់ហើយគឺយើងបានធ្វើដំណើរឡើងទៅលើហ្នឹងប្រហែលជាមកសន្ទុះទៀតគឺយើងបានទៅដល់ហើយពេលទៅដល់ហ្នឹងគឺយើងបានទៅចាំគ្នានៅរីសតដែរបងអូនមិត្តភក្តិគាត់ធ្វើការដែរអញ្ចឹងផ្ទះរីសតគេស្អាតអ្នកទាំងអស់គ្នាចាំខ្ញុំដាក់រូបអីមើលណាបន្ទាប់ពីពួកខ្ញុំជួបជុំគ្នាអស់ហើយគឺយើងធ្វើដំណើរឡើងទៅលើទៀតយើងគោលម្ដងរបស់យើងគឺទៅដល់ទីតាំងឋានសួគ៌គិរីរំដែលគេល្បីថតរូបស្អាតមានរីសតមានអីអ្នកទាំងអស់គ្នាពេលខ្ញុំមកដែរខ្ញុំធ្លាប់ទៅគិរីរំម្ដងគត់ការថ្នាក់ទី12និយាយតាមត្រង់ណាកាលនោះទៅបានម្ដងឯងហើយខ្ញុំមកដែរទៅលេងទៀតទេហើយលើកនេះគឺជាលើកទី2របស់ខ្ញុំហើយលើកទី2របស់ខ្ញុំគឺខ្ញុំសម្រេចចិត្តថាខ្ញុំជិះម៉ូតូឡើងភ្នំគិរីរំតែម្ដងដោយសារតែនិយាយរួមទៅមិត្តភក្តិខ្ញុំគាត់ខំជិះមកពីស៊ីមរៀបមកលេងអញ្ចឹងខ្ញុំចំណាយពេលបន្តិចទៅជិះពីផ្ទះខ្ញុំទៅលេងមិត្តភក្តិខ្ញុំនៅគិរីរំអញ្ចឹងណាហើយអ្នកនរគ្នាទេសភាពស្អាតហើយគេអភិវឌ្ឍព្រោះពីមុនកាលខ្ញុំមកនេះអាផ្លូវនេះគឺផ្លូវលំក្រហមទេកាលជំនាន់ខ្ញុំមកឥឡូវគេចាក់អានេះខ្ញុំមិនដឹងគេហៅចាក់ស្អីទេខ្ញុំអត់សូវស្គាល់ដែរគេចាក់ហ្នឹងអញ្ចឹងណាគាត់ថាបើយើងជិះកដាអើយតែបើថាយើងជិះរៀងគៀនពេកនោះអាគ្រោះក្រហមក៏អាគ្រោះសពោះតែមិនហ្នឹងវារៀងអត់សូវខំជាមួយកស៊ូទៅវារៀងល្អខ្ញុំជ្រេពីម្ដងហើយពេលខ្ញុំមកគៀនខ្លាំងពេកអញ្ចឹងពេលអ្នកទាំងអស់គ្នាជិះម៉ូតូមកសូមប្រយ័ត្នទាំងអស់គ្នាណានិយាយរួមទៅជិះមកតាមផ្លូវឃើញអ្នកខ្លះគាត់ជិះកង់ឡើងភ្នំតែខ្ញុំមិនដឹងថាគេជិះទៅត្រឹមមកកណ្ដាត់ឡើងភ្នំឬក៏មិនទេហើយមានគេបោះតង់អីច្រើនដែរអញ្ចឹងណាហើយពួកខ្ញុំមកនេះរៀងថ្ងៃដែរដូចជាបាយថ្ងៃត្រង់ហើយពួកខ្ញុំចេញមកអញ្ចឹងដោយសារគ្នាខ្ញុំហ្នឹងគេចាំខ្ញុំថាខ្ញុំចេញពីផ្ទះពីព្រឹកមកសិនហើយបានមកដល់នេះខ្ទង់ម៉ោងប្រហែលជាម៉ោង9 10អញ្ចឹងញ៉ាំបាយហើយខ្ញុំប្រហែលជាមកខ្ទង់ម៉ោង11អីចឹងណាឬក៏ម៉ោង10ខ្ញុំអត់ចាំម៉ោងចាក់ស្ដែងហើយបន្ទាប់យើងឃើញផ្លូវបត់ចូលឋានសួគ៌គិរីរំហើយដល់កន្លែងនេះគេចាក់បេតុងប៉ុន្តែគេចាក់អត់ទាន់ហើយអ្នកទាំងអស់គ្នាអូយមកកំឡុងពេលនេះសូមឲ្យអ្នកទាំងអស់គ្នាទិញម៉ាស់ពាក់ផងឲ្យយើងជិះម៉ូតូឬក៏ជិះកង់អីចឹងតែបើគេជិះឡានអត់បញ្ហាទេខ្ញុំប្រាប់អ្នកទាំងអស់គ្នាមកដល់មុខខ្ញុំដូចផេនដាដោះតាវ៉ែនតាចេញមកជុំវិញហ្នឹងគឺក្រហមហ្មងសតែអាវងភ្នែកយើងចង់និយាយថាជីវិតជា driver តែប៉ុណ្្នឹងឯងនឹងមុខគេហុយជាងគេនឹងឯងអញ្ចឹងអាអ្នកក្រោយហ្នឹងគឺគេសំណាងរហូតគេបាំងមួយយើងណាហើយអានេះដូចជាផ្លូវលំហ្នឹងរៀងឆ្ងាយដែរបានឡើងមកសន្ទុះមកផុតផ្លូវក្រហមហ្នឹងគឺគេចាប់ដើមចាក់បេតុងបានទាំងសងខាងអញ្ចឹងយើងរៀងអត់សឹកហុយទេគឺយើងជិះបានមកធម្មតាហើយអ្នកទាំងអស់គ្នាហើយអា2400ម៉ែត្រហ្នឹងគឺម៉ូតូខ្ញុំគឺ150សែនវេទនាគឺតឹងខ្លាំងហ្មងហើយជិះឡើង2400ម៉ែត្រហ្នឹងគឺជិះឡើងម៉ូតូឡើងតឹងឡើងមែនតែនហើយខ្ញុំគិតថាឡើងរួចទេជិះមករួចដែរពីអ្នកមិត្តភ័ក្តិ
นี่แหละขณะทางยมเมาแต่งปัดถอยดีไซน์ยมมาได้ชิมมาโตปโอนยมเมาแต่ให้ยมมาดังหามาโตปโอนยมลางรุ่ยอะไรให้บ่ชีปีกราวมาดอกรีร่มพนมนังอัดใส่คลังไอแต่คลังเชียงแก่กลายยังเมาทานสุกรีร่ม